មានភាពងាយស្រួលមែនតើដោយយើងអាចបងប្អូនផ្ទះហ្នឹងគឺតាម app មួយដែលមានឈ្មោះថា app GDT ដែល app ហ្នឹងយើងអាច download នៅលើទូរស័ព្ទដៃបានហើយនេះគឺជា app ដែលខ្ញុំបាន download ហើយភាសាខ្មែរគឺដាក់ពន្ធដារហើយជាភាសាអង់គ្លេសគឺ GDT Taxpayer អ្នកនរគ្នាអាច download ហើយអ្នកនរគ្នាចូលទៅក្នុង app នឹងបាននៅវីដេអូបន្ទាប់ខ្ញុំនឹងបង្រៀនអ្នកទាំងអស់គ្នាពីរបៀបបង្កើត email ដើម្បីចូលទៅក្នុងapp របស់ GDT Taxpayer ហ្នឹងប៉ុន្តែវីដេអូនេះខ្ញុំសូមរំលងនៃការបង្កើតសិនអញ្ចឹងជំហានបន្ទាប់គឺដោយសារខ្ញុំមាន account ហើយស្រាប់អញ្ចឹងគឺខ្ញុំចូលមកខ្ញុំអាចចូលធ្វើការបង់ពន្ធបានហ្មងចំពោះការបង់ពន្ធគឺងាយស្រួលមែនតើព្រោះយើងចូលមកគឺមានអក្សរខ្មែរឲ្យយើងមើលហ្មងអញ្ចឹងយើងចូលទៅលើពាក្យបង់ពន្ធលើអចលនទ្រព្យបន្ទាប់មកយើងអាចយកលេខកូដដែលនៅលើការបង់ពន្ធចាស់របស់យើងយកមកបំពេញនៅក្នុងaccount របស់យើងដោយសារតែខ្ញុំធ្លាប់មានការបង់ពន្ធពីមុនអញ្ចឹងខ្ញុំមានជាប់នៅលើនឹងស្រាប់តែនេះខ្ញុំនឹងបង្ហាញដល់អ្នកគ្នាពីរបៀបបង្កើតថ្មីដែលយើងអាចចុចលើសញ្ញាលេខបូកនឹងមកបន្ទាប់មកយើងយកលេខកូដដែលនៅលើกระดาษមុននឹងกระดาษបង់ពន្ធតាក់ចាស់របស់យើងហ្នឹងគឺយើងយកមកបំពេញដល់វាមានពាក្យPIN ពីមុខហើយនេះគឺខ្ញុំនឹងបង្ហាញអ្នកនាងកន្លែងចុចនេះគឺមាន PIN ហើយ008 22 03 18 14 7 78យើងអាចយកមកបំពេញនៅលើនេះបានមកបន្ទាប់ពីបំពេញលេខគ្រប់អស់ហើយយើងបំពេញលេខទូរស័ព្ទរបស់យើងលេខទូរស័ព្ទហ្នឹងគឺត្រូវមួយលេខចាស់ដែលយើងបានដាក់នៅលើกระดาษហ្នឹងណាបន្ទាប់មកវានឹងឲ្យផ្ញើសារទៅលេខទូរស័ព្ទយើងដើម្បី verify code អញ្ចឹងលេខ code củaខ្ញុំបានមកដែរខ្ញុំអាច verify បានអញ្ចឹងគឺខ្ញុំអាចចូលមកក្នុងការផ្ទៀងផ្ទាត់របស់អាចលនទ្រព្យដែលខ្ញុំចង់បង់នឹងបានហើយអញ្ចឹងគឺវាត្រូវអស់ហើយអញ្ចឹងយើងយកពាក្យបន្ទាប់មកយកពាក្យយល់ព្រមបន្ទាប់ហើយនេះយើងបានការថ្មីដែលយើងទៅបំពេញមុនហ្នឹងនៅពេលដែលបំពេញហើយយើងមើលទៅថាលេខផ្ទះលេខកន្លែងស្នាក់នៅហ្នឹងគឺត្រូវអត់យើងអាចចូលមើលកាតបានហើយនេះគឺជាកាតដែលខ្ញុំត្រូវបង់អូខេចំហេតុបន្ទាប់គឺយើងអាចចូលទៅលើចុចទៅលើអាហ្នឹងហ្មងទៅបន្ទាប់មកយើងយកពាក្យបង់ពន្ធបន្ទាប់ពីយើងបង់ពន្ធគេចេញលេខចំនួនលុយទឹកប្រាក់ប្រចាំឆ្នាំមកហើយគឺ 102,600 អ្នកនរគ្នាអាចជ្រើសរើសយកពាក្យបង់ប្រាក់ពន្ធមួយទៀតគឺយើងអាចបង់ពន្ធតាមធនាគារច្រើនមែនតើតាមណាក៏បានដែរដែលយើងចង់អញ្ចឹងខ្ញុំជ្រើសរើសយក ABA Pay បន្ទាប់ពីសិលេចហើយនេះយើងមើលចំនួនលុយទៅគឺវាមានចំនួន 102,600 បន្ទាប់មកយើងចុចពាក្យបន្ទាប់តែដោយសារ ABA គឺអត់អាច record បានទេអញ្ចឹងគឺខ្ញុំបន្ទាប់ហើយគឺវាបង់ហើយហ្មងបង់ហើយយើងអាចចូលមកមើលការបង់ពន្ធរបស់យើងបាននេះគឺការបង់ពន្ធ2025គឺបានបង់រួចរាល់ហើយបើយើងចង់ច្បាស់យើងអាចចូលមកមើលនៅកាលណាកាតដែលយើងបានពេញមុនហ្នឹងហើយយើងចូលមើលទៅកន្លែងពាក្យបង់ពន្ធហ្នឹងគឺវាឡើងមានតនន័យឯងព្រោះតនន័យហ្នឹងគឺយើងបានបង់ហើយឯងអញ្ចឹងតនន័យហ្នឹងគឺវាលោតម្ដងទៀតនៅដើមខែ10ឆ្នាំបន្ទាប់អូមិនមែននេះគឺឆ្នាំ2025ព្រោះដោយសារការបង់ពន្ធតាក់គឺគេទុកបង់ពន្ធផ្ទះហ្នឹងគឺគេទុកពេលឲ្យយើងដល់ពីខែ1ដល់ខែ9យើងអាចបង់កំឡុងពេលណាក៏បានដែរគឺអត់មានជាប់ការបង់ផាកពិន័យទេប៉ុន្តែបើយើងបង់យឺតនឹងមានការផាកពិន័យយើងតាមពេលវេលាដែលយើងបង់យឺតចឹងណាអញ្ចឹងវីដេអូគឺមានតែប៉ុណ្្នឹងទេនេះគឺជាវិធីដែលងាយស្រួលបំផុតដោយយើងមិនចាំបាច់ទៅសាខាពន្ធដារណាមួយឡើយអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងមើលវីដេអូនេះយល់ហើយបើមានចម្ងល់អីអ្នកទាំងអស់គ្នាអាច comment សួរខាងក្រោមបានខ្ញុំនឹងឆ្លើយតបសំណួរអ្នកទាំងអស់គ្នានៅតាម comment អញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេសូមអរគុណ